ថៃត្រូវតែប្រគល់ទឹកដីរបស់កម្ពុជាមកឲ្យកម្ពុជាវិញជាដាច់ខាតបើភាគីថៃថាខ្លួនមិនបានឈ្លានពានកម្ពុជាសូមប្រគល់ទឹកដីដែលខ្លួនកំពុងតែកាន់កាប់ដោយខុសច្បាប់មកឲ្យកម្ពុជាវិញប្រធានមជ្ឈមណ្ឌលសារព័ត៌មានរួមថៃហៅកាត់ថា JIC អាចបដិសេធថាថៃមិនមែនជាអ្នកឈ្លានពានកម្ពុជាហើយអាចបន្តបង្កើតនីតិកថាដើម្បីបង្ហាញថាខ្លួនជាជនរងគ្រោះប៉ុន្តែការបដិសេធដោយសម្ដីនិងវោហារសាស្ត្រនេះមិនអាចលុបអង្គហេតុនិងភស្តុតាងនៃសកម្មភាពឈ្លានពានរបស់យោធាថៃដែលបានកើតឡើងនិងកំពុងមាននៅលើទឹកដីកម្ពុជាបាននោះឡើយសង្គ្រាមនៅខែកក្កដានិងខែធ្នូឆ្នាំ2025ដែលបង្កឡើងដោយការបើកការបាញ់ប្រហារមុនរបស់យោធាថៃមកលើកងទ័ពកម្ពុជាបានបន្សល់ទុកការបាត់បង់ជីវិតការបំផ្លិចបំផ្លាញផ្ទះសម្បែងវត្តអារាមនិងហេដ្ឋារចនាសម្ព័ន្ធព្រមទាំងការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋខ្មែរប្រមាណជា650,000 នាក់រហូតមកដល់ពេលនេះជនភៀសសឹកប្រមាណជា20,000 នាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងនិងដីធ្លីរបស់ខ្លួនដោយសុវត្ថិភាពស្របតាមស្មារតីនៃកិច្ចព្រមព្រៀងចុះថ្ងៃទី27ខែធ្នូឆ្នាំ2025បាននៅឡើយនោះទេក្រោយស្នូរកំភ្លើងស្ងប់ស្ងាត់បញ្ហាមិនបានបញ្ចប់នោះទេទូកុងតឺន័រលួសបន្លារបាំងទីតាំងយោធាការជីកប្រឡាយការសាងសង់ផ្លូវនិងសកម្មភាពផ្លាស់ប្ដូរស្ថានភាពជាក់ស្ដែងនៅលើដីនៅតែមានគណៈប្រជាពលរដ្ឋកម្ពុជាជាច្រើននៅតែមិនអាចវិលត្រឡប់ទៅលំនៅឋាននិងដីធ្លីរបស់ខ្លួនបាននេះជាសំណួរដែល JIC មិនអាចឆ្លើយដោយការបង្វែរប្រធានបទបាននោះឡើយបើថៃមិនបានឈ្លានពានតើហេតុអ្វីមានអង្គហេតុនៃការកាន់កាប់នៅលើទឹកដីកម្ពុជាហើយបើថៃមិនមានបំណងកាន់កាប់ទឹកដីកម្ពុជាហេតុអ្វីបានជាថៃមិនព្រមដកកម្លាំងរបស់ខ្លួនវិញចេញពីទឹកដីកម្ពុជាបើថៃអះអាងថាខ្លួនមិនបានឈ្លានពានមិនបានកាន់កាប់និងមិនមានបំណងយកទឹកដីកម្ពុជានោះត្រូវឆ្លើយសំណួរដ៏សាមញ្ញទាំងនេះហេតុអ្វីកម្លាំងនិងសម្ភារៈយោធាថៃនៅតែស្ថិតនៅលើទីតាំងក្នុងទឹកដីកម្ពុជាដែលកម្ពុជាមានមូលដ្ឋានផែនទីនិងឯកសារស្របច្បាប់គាំទ្រហេតុអ្វីមានការដាក់ទូកុងតឺន័រការរីលួសបន្លាការបង្កើតរបាំងការពារការជីកប្រឡាយការសាងសង់ផ្លូវនិងធ្វើសកម្មភាពដែលបង្កើតស្ថានភាពថ្មីៗនៅលើទឹកដី fait accompli ហើយហេតុអ្វីប្រជាពលរដ្ឋកម្ពុជាមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនបានថៃអាចបដិសេធនៅមុខមីក្រូហ្វូនបានប៉ុន្តែថៃមិនអាចបដិសេធអ្វីដែលអាចមើលឃើញរាប់បានផតបានកំណត់ទីតាំងបាននិងផ្ទៀងផ្ទាត់បាននោះឡើយការឃោសនាអាចបង្កើតនីតិកថាប៉ុន្តែមិនអាចលុបភស្តុតាងនិងអង្គហេតុនៅលើដីបាននោះទេដូច្នេះ JIC ខ្លួនឯងអំពាវនាវឲ្យដោះស្រាយបញ្ហាព្រំដែនតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកម្ពុជាក៏បានយល់ស្របចំពោះការអំពាវនាវនេះដែរប៉ុន្តែបើពិតជាចង់ឲ្យយន្តការព្រំដែនដោះស្រាយបញ្ហានោះត្រូវទុកឲ្យយន្តការព្រំដែនធ្វើការងាររបស់ខ្លួនភាគីថៃក៏គួរឆ្លើយតបជាក់ស្ដែងចំពោះសំណើរបស់ GBC កម្ពុជាដើម្បីឲ្យក្រុមបច្ចេកទេសនៃប្រទេសទាំងពីរអាចបន្តការស្ទង់វាស់និងកំណត់ខណ្ឌសីមាព្រំដែនតាមក្របខ័ណ្ឌនិងកិច្ចព្រមព្រៀងដែលមានស្រាប់កងទ័ពមិនមែនជា JBC ទេកាំភ្លើងមិនមែនជាឧបករណ៍វាស់វែងព្រំដែននោះឡើយទូកុងតឺន័រមិនមែនជាបង្គោលព្រំដែនលួសបន្លាមិនមែនជាខ្សែព្រំដែនអន្តរជាតិនោះឡើយហើយការកាន់កាប់ដោយកម្លាំងមិនមែនជាភស្តុតាងនៃអធិបតេយ្យភាពរបស់ប្រទេសណាមួយនោះឡើយការនិយាយថាត្រូវដោះស្រាយតាម GBC នៅមុខសាធារណជនខណៈនៅលើដីបន្តបង្កើតស្ថានភាពជាក់ស្ដែងថ្មីគឺជាភាពផ្ទុយគ្នាដែលថៃត្រូវពន្យល់ដល់សាធារណមតិជាតិនិងអន្តរជាតិមិនអាចបំពាវនាវរកច្បាប់នៅមុខមីក្រូហ្វូនខណៈប្រើកម្លាំងបង្កើត fait accompli នៅលើទឹកដីកម្ពុជានោះបានឡើយសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី27ខែធ្នូឆ្នាំ2025មិនមែនជាឯកសារផ្ទេរអធិបតេយ្យភាពឬក៏ជាឯកសារទទួលស្គាល់ខ្សែព្រំដែនថ្មីណាមួយនោះឡើយបទឈប់បាញ់មានគោលបំណងបញ្ឈប់អំពើហិង្សារក្សាសន្តិភាពនិងបង្កើតលក្ខខណ្ឌឲ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនដោយសុខសុវត្ថិភាពបទឈប់បាញ់
បញ្ឈប់ការបាញ់ប្រហារប៉ុន្តែមិនមែនគូវាសផែនទីថ្មីនោះទេបទឈប់បាញ់បង្កស្ថានភាពយោធាប៉ុន្តែមិនមែនផ្ទេរអធិបតេយ្យភាពនោះឡើយហើយការឈរជើងដោយកម្លាំងមិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់លើទឹកដីបានឡើយនេះជាចំណុចដែលថៃមិនអាចគេចវេះបានការគ្រប់គ្រងជាក់ស្ដែងដោយកម្លាំងនិងអធិបតេយ្យភាពស្របច្បាប់គឺជារឿងពីរខុសគ្នាការដាក់កម្លាំងការដាក់ទង់ជាតិការរាយលុះបន្លាការដាក់ទូកុងតឺន័រការជីកប្រឡាយឬក៏ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមិនអាចបង្កើតសិទ្ធិអធិបតេយ្យភាពលើទឹកដីរបស់ប្រទេសមួយផ្សេងទៀតបាននោះទេដូច្នេះបើថៃពិតជាប្រកាន់ជំហរថាខ្លួនមិនឈ្លានពានមិនកាន់កាប់និងមិនចង់បានទឹកដីកម្ពុជានោះមិនចាំបាច់ចេញសេចក្តីថ្លែងការណ៍វែងឆ្ងាយនោះទេសូមដកកម្លាំងនិងសម្ភារៈយោធាដែលស្ថិតនៅលើទឹកដីកម្ពុជាសប្តាហ៍ចេញសូមដកទូកុងតឺន័ររើលួសបន្លានិងរបាំងការពាររារាំងប្រជាពលរដ្ឋខ្មែរចេញឲ្យអស់សូមបញ្ឈប់រាល់សកម្មភាពបង្កើតFait Accompliសូមអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ទៅផ្ទះសម្បែងនិងកាន់កាប់ដីធ្លីរបស់ខ្លួនវិញបានដោយសុខសុវត្ថិភាពហើយសូមទុកការស្ទង់វាស់និងការកំណត់ខណ្ឌសីមាព្រំដែនឲ្យ GBC ដោះស្រាយតាមច្បាប់ផែនទីនិងកិច្ចព្រមព្រៀងដែលមានស្រាប់បើថៃមិនចង់បានទឹកដីកម្ពុជាសូមប្រគល់អ្វីដែលជារបស់កម្ពុជាមកឲ្យកម្ពុជាវិញនេះមិនមែនជាការប្រកួតប្រជែងសេចក្តីថ្លែងការណ៍ទេវាជាបញ្ហានៃអង្គហេតុច្បាប់និងអធិបតេយ្យភាពនិងបូរណភាពទឹកដីបើថៃថាខ្លួនមិនបានឈ្លានពានកម្ពុជាសូមបង្ហាញដោយសកម្មភាពមិនមែនដោយពាក្យសម្ដីដកកម្លាំងបញ្ឈប់ Fait Accompli អនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជាត្រឡប់ទៅផ្ទះសម្បែងនិងប្រគល់ទឹកដីដែលកំពុងកាន់កាប់ដោយខុសច្បាប់មកឲ្យកម្ពុជាវិញជាដាច់ខាតព្រោះកម្លាំងអាចបង្កើនការកាន់កាប់ជាក់ស្ដែងបានមួយរយៈប៉ុន្តែមិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់នោះឡើយ